អ្នកទាំងអស់គ្នាប្រកាសជាស្គាល់ហើយព្រៃកោងកាងប៉ុន្តែអ្នកទាំងអស់គ្នាប្រកាសជាមិនបានដឹងអំពីសមត្ថភាពដ៏ខ្លាំងនិងអត្ថប្រយោជន៍របស់វានៅឡើយទេហើយក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញសមត្ថភាពដ៏ខ្លាំងនិងអត្ថប្រយោជន៍ចំនួន4របស់ព្រៃកោងកាងដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់ចូលខ្លឹមសាររបស់យើងតើអ្វីទៅជាព្រៃកោងកាងព្រៃកោងកាងគឺជារុក្ខជាតិដែលដុះនៅតំបន់មាត់ឆ្នេរដែលមានទឹកនាចទឹកជោទឹកប្រៃនិងទឹកភ្លាវដែលដុះនៅតាមដងព្រែកនិងឆ្នេរសមុទ្រហើយទីកន្លែងដែលស័ក្តិសមសម្រាប់ការរស់នៅលូតលាស់បានល្អរបស់ពួកវានោះគឺដីល្បាយភក់ដែលមានលាយឡំជាមួយខ្សាច់ប្រហែលជា 30% ដីខ្សាច់ពេកក៏មិនល្អដីភក់ពេកក៏មិនល្អក៏ប៉ុន្តែវាអាចរស់នៅលើដីភក់សុទ្ធបានប៉ុន្តែมันអាចរស់នៅលើដីខ្សាច់សុទ្ធបានទេហើយវាមានសមត្ថភាពនិងអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតសត្វលោករបស់យើងដែលទី1នោះគឺវាមានសមត្ថភាពក្នុងការការពារបរិស្ថាននេះបើយោងទៅតាមគេហទំព័រ state3.org about mangrove ដែល mangrove នេះបកថាព្រៃកោងកាងយើងនឹងអ្នកនរគ្នាអាច scroll ឆែករកមើលបានដោយផ្ទៃដីកោងកាង1ហិកតាក្នុងមួយឆ្នាំវាអាចស្រូបយកសារធាតុពុលនិងអូស្មန်កាបូនឌីអុកស៊ីតបានចំនួន100ទៅ200តោនដែលសមត្ថភាពនេះវាលើសនឹងសមត្ថភាពរុក្ខជាតិដទៃចំនួន3ទៅ5ដងឯណោះហើយមួយទៀតនោះផ្ទៃដីកោងកាង1ហិកតាវាអាចផលិតអុកស៊ីហ្សែនបានរហូតដល់8ទៅ12តោនក្នុងមួយឆ្នាំដែលអាចទ្រទ្រង់ការដកដង្ហើមរបស់មនុស្សបាន40ទៅ60នាក់ក្នុងមួយឆ្នាំហើយសមត្ថភាពមួយទៀតរបស់វានោះវាអាចចម្រោះសារធាតុពុលពី20% ទៅ90%សូម្បីតែទឹកប្រៃក្នុងបរិវេណក្រោមដើមកោងកាងក៏ខ្លាចទៅជាទឹកភ្លាវដែរនេះជាសមត្ថភាពចម្រោះសារធាតុពុលហើយជាពិសេសអ្នកទាំងអស់គ្នាអាចជីកអណ្ដូងក្នុងបរិវេណដែលគ្របដណ្ដប់ដោយព្រៃកោងកាងរួចភ្លក់រសជាតិទឹកនោះតើមានរសជាតិភ្លាវដែរឬទេតាមការសិក្សារបស់ពិភពលោកបានរកឃើញថាឫសរបស់កោងកាងអាចចម្រោះទឹកប្រៃទៅជាទឹកភ្លាវបានទី2សមត្ថភាពក្នុងការទប់ទល់វាអាចទប់ទល់កាត់ផ្តាច់ចលនារលកស៊ូណាមិកឬក៏ព្យុះធំដែលបក់បោកមកផ្ទៃខាងក្រៅខ្លាំងជាងរុក្ខជាតិដទៃទ្វេដងហើយមួយទៀតនោះគឺវាអាចទប់ទល់ការពារការបាក់ច្រាំងបានយ៉ាងល្អទី3សមត្ថភាពផ្ដល់អត្ថប្រយោជន៍ចំពោះជីវៈចម្រុះដូចជាក្តាមត្រីខ្យងបង្គាសត្វល្មូននិងថនិកសត្វជាច្រើនទៀតវាមានសមត្ថភាពក្នុងការស្រូបយកសារធាតុពុលហើយបំលែងសារធាតុពុលនោះទៅជាចំណីរបស់ជីវៈចម្រុះដែលរស់នៅបរិវេណកោងកាងនោះហើយមួយទៀតវាអាចផ្ដល់ជំរកដ៏រឹងមាំជូនជីវៈចម្រុះទាំងនោះដើម្បីច្រកកោនចំពោះទី4នេះពិតជាសំខាន់មែនទែនសម្រាប់មនុស្សយើងអត្ថប្រយោជន៍ទី4នោះគឺសេដ្ឋកិច្ចនិងទេសចរវាផ្ដល់ជីវិតដល់ជីវៈចម្រុះនិងមិនចេះរីងស្ងួតដែលអាចឲ្យមនុស្សយើងនេសាទដោយមិនចេះងាយអស់ហើយមួយទៀតនោះវាផ្ដល់ជាប្រាក់ចំណូលដល់មនុស្សដល់សហគមន៍តាមរយៈការរៀបចំតំបន់អេកូទេសចរតំបន់កំសាន្តជាដើមជាចុងក្រោយសូមកុំកាប់បំផ្លាញព្រៃកោងកាងនិងជួយគ្នាដាំស្ដារឡើងវិញដើម្បីបង្កើនជីវិតភាវៈចម្រុះតាមរយៈការការពារព្រៃកោងកាងការពារអនាគតរបស់យើងសូមថែរក្សាព្រៃកោងកាងដើម្បីមនុស្សជំនាន់ក្រោយសូមអរគុណ